ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំបានផ្លែឈូកចាស់បងប្អូនខ្ញុំយកមកធ្វើផ្អែមជាមួយអង្គតំណើបបងប្អូនហើយតំណបានផ្អែមមួយឆ្នាំនេះបងប្អូនចំណាយពេលយូរមែនទែនក្នុងវីដេអូកាត់ទេណាបងប្អូនតែនៅក្រៅវិញ2ម៉ោងហ្មងគ្រាន់តែបកឈូកចាត់ឆ្កឹះអាបដោវាឃីវកុំឲ្យវាល្វីងហ្នឹងហើយឈូកនេះគឺខ្ញុំសុំអ្នកនៅចិត្តខាងហ្នឹងក៏ចោះបេះហើយសារខ្ញុំបានចោះបេះរវល់ពេកហើយបើថាឈូកវិញផ្លែឡើងកគោកហ្មងសារចាស់បងប្អូនហើយនេះ3អ្នកម៉ែកូននឹងកំពុងអង្គុយចាត់ផងឆ្កឹះផងថាតំណតបានអត់ងាយទេបងប្អូនហើយថ្ងៃនេះគឺទិញដូងគេមួយអស់5000បងប្អូនដូងឥឡូវក៏ថ្លៃទៀតដោយសារដូងទុំខាងនេះគឺខ្សត់បងប្អូនអញ្ចឹងហើយវាថ្លៃប៉ុន្តែយើងទិញដូងអស់តែ5000យើងធ្វើផ្អែមបានមួយឆ្នាំតែបើខ្ញុំទិញគេនៅនេះវិញ1កតោ2000តិចបងប្អូនហើយតែពេលអញ្ចឹងយើងមានអង្គតំណើបដែរក៏យើងធ្វើណាបងប្អូនហើយតំណតបានធ្វើហើយនេះគឺថាបែកញើសជោគហ្មងខ្ញុំយកខ្ទិះចុងគឺដាក់ដាំជាមួយអង្គតំណើបឲ្យពុះបងប្អូនហើយពុះហើយគឺខ្ញុំចាប់ដើមដាក់ផ្លែឈូកដែលយើងបានចិត្តបានអីហើយហ្នឹងបងប្អូនគ្រាន់តែថាជះក្លិនមកគឺថាឈ្ងុយខ្ទិះដូងដាំជាមួយនឹងអង្គបាទតែបងប្អូនវាឈ្ងុយហ្មងហើយផ្អែមមកបើទិញគេហូបអត់សូវឆ្ងាញ់ទេបងប្អូនសំខាន់គេអត់សូវដាក់ខ្ទិះដូងឧស្សាហ៍ដូងវាថ្លៃពេកអញ្ចឹងណាបងប្អូនហើយថ្ងៃនេះផ្អែមគឺខ្ញុំធ្វើជាមួយស្ករត្នោតខ្ញុំមកធ្វើស្ករសទេបងប្អូនឧស្សាហ៍ស្ករត្នោតធម្មជាតិយកមកពីខាងកំពង់ឆ្នាំងបងប្អូនគឺអ៊ំខ្ញុំក៏ឡើងត្នោតខ្លួនឯងអញ្ចឹងប៉ុន្តែខ្ញុំទិញគាត់មកបងខ្ញុំគាត់ទិញផ្ញើមកហើយស្ករថ្មីចេះឈ្ងុយបងប្អូនហើយបើធ្វើផ្អែមផងកាន់តែឆ្ងាញ់គឺជាតិហ្មងបងប្អូនហើយខ្ញុំមិញហ្នឹងដាក់ស្ករក្រហមហើយគឺខ្ញុំកូរវារៀងលីស្ករបន្តិចគឺខ្ញុំដាក់ដាំវាឲ្យពុះបងប្អូនពេលពុះហើយនឹងគឺថាជះក្លិនមកឈ្ងុយបដាបងប្អូនហើយគឺខ្ញុំយកខ្ទិះដើមហ្នឹងបងប្អូនយកមកចាក់ពាក់កដាលបងប្អូនដោយសារតែខ្ញុំអត់ថែមទឹកទៀតទេកាលណាតែយើងថែមទឹកច្រើនពេកវាអត់ឆ្ងាញ់បងប្អូនដូងតែមួយអញ្ចឹងវាអត់ឆ្ងាញ់ទេហើយនេះគឺខ្ញុំដាក់ថ្មិញណាដែរបងប្អូនកុំឲ្យឆ្ងល់ណាថាម៉េចបានខ្ញុំដាក់ថ្មិញណាខ្ញុំដាក់ទៅដើម្បីយកពណ៌យកអីឲ្យស្អាតទៅឃើញកូនខ្ញុំឃើញទៅចង់ហូបអញ្ចឹងណាហើយខ្ញុំចាក់ខ្ទិះដើមនឹងចូលពាក់កដាលបងប្អូនដើម្បីឲ្យវាមានជាតិក្នុងនឹងឲ្យនៅសល់ពាក់កដាលទៀតចាំពេលឆ្អិនយើងចាក់ចូលឲ្យពុះតែបន្តិចគឺលើកតែម្ដងចាប់ដើមគ្រាន់តែដាក់ខ្ទិះដូងហើយគឺឈ្ងុយបដាបងប្អូនខ្ញុំគ្របវាតែមកសន្ទុះទេបងប្អូនគឺសារតែចក្រាននិយាយអញ្ចឹងវាលឿនដែរអញ្ចឹងណាក្តៅហើយអញ្ចឹងខ្ញុំអត់ដាំខ្ជុងអីទេបងប្អូនណាខ្ញុំដូរហ្គាសមកកំប៉ុងយកមកធ្វើហ្មងទៅណាមួយហត់ផងអីផងទៅពេលហើយគឺធ្វើប្រញាប់តែមិនប្រញាប់ប្រមាណទេបងប្អូនណាហើយឡើងធ្វើហ្នឹងចង់2ម៉ោងបងប្អូនទាំងឆ្កឹះទាំងបកទាំងសបបន្ទាប់តែពីនឹងមកគឺខ្ញុំចាក់ខ្ទិះដើមចូលហើយគឺឆ្អិនហើយបងប្អូនគឺឈ្ងុយបងប្អូនហើយមកហូបមួយខ្ញុំអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងហើយបងប្អូនជំរាបលាជួបគ្នាវីដេអូថ្មីទៀត